សួស្តីគ្នាយើងអញ្ចឹងថ្ងៃនេះជួបមួយខ្ញុំទៀតហើយខ្ញុំនឹងនាំគ្នាយើងទៅ design មេតិកាបាសាអញ្ចឹងដូចគ្នាយើងឃើញនៅក្នុងវីដេអូអញ្ចឹងយើងគ្រាន់តែគូ shape ពីរទាំងសងខាងឲ្យជាប់គ្នាមកហើយយើងមើល shape ហ្នឹងហើយយើងកាត់ shape ហ្នឹងទៅជារូបផ្កាបែបហ្នឹងណារូបចំណិតស្ទប់ផ្កាបែបហ្នឹងមកដល់មកយើងជ្រើសទៅលើcolor យើងយក color ហើយយើងចាក់ជា gradient មកគ្នាយើងអាចថាដាក់ជា gradient ទៅតាមចំណង់ចំណូលចិត្តរបស់គ្នាអញ្ចឹងណាបន្ទាប់មកគឺយើងចាប់ផ្ដើម copy ទៅលើស្ទប់ផ្ការបស់យើងហ្នឹងណាគ្នាយើង copy ទាញវាមកអញ្ចឹងចំពោះការ copy នឹងដែរគឺយើង copy វាឲ្យបានស្របទាំងអស់ឲ្យបាន5ស្ទប់មកគ្នាយើងណាបន្ទាប់ពីយើង copy ហើយគឺយើងមើលកន្លែង shape option ហ្នឹងហើយកន្លែង rotation ហ្នឹងយើងអាចដាក់36យើងវាយវា36ទៅហើយខាងឆ្វេងហ្នឹងគឺយើងដាក់វាដកគ្នាយើងដាក់ដក36មកហើយអាកន្លែងជាហៀងហ្នឹងមួយទៀតយើងដាក់76មកគ្នាយើងណាហើយមួយជាងទៀតយើងដាក់ដក76មកគ្នាយើងអាហ្នឹងណាបើយើងទាញដល់ដៃទៅវាអត់ស្មើគ្នាទេជាអាចថាយើងប្រើអាហ្នឹងជំនួយបន្ទាប់ពីយើងធ្វើបែបហ្នឹងហើយគឺយើងចាប់ដើមត្រៀមវាយើងចាប់វាដាក់ឲ្យស្មើមកធ្វើតម្រង់ដូចជាផ្កាទៅពេលដែលយើងត្រៀមវាធ្វើចម្រង់ដូចផ្កាហើយគឺយើងចាប់ផ្ដើម select វាទាំងអស់មកគ្នាហើយយើងចុច control របស់អក្សរ G ដើម្បីគ្រូបវាហើយយើងទាញផ្ការបស់យើងហ្នឹងឲ្យវារាងធំតិចមកណានៅពេលដែលយើងបរិចវារាងធំហើយគឺយើងចាប់ផ្ដើម duplicate គឺយើង ungroup វាសិនមកគ្នាយើងណាយើង ungroup វាហើយបន្ទាប់មកគឺយើង duplicate ទៅលើ slide យើង duplicate ទៅលើ slide មួយទៀតមកហ្នឹងតែពេលដែលយើង duplicate ទៅលើ slide នឹងដែរគឺយើងចាប់ផ្ដើម slide ទី2គឺយើងចាប់ផ្ដើមទៅសេអក្សរគ្នាយើងដាក់ដូចជាមេតិកាអញ្ចឹងទៅយើងដាក់4ណាគ្នាយើងអាចថាមេតិកានេះខ្ញុំដាក់4មានលេខ1លេខ2លេខ3លេខ4អញ្ចឹងណាគ្នាយើងបន្ទាប់ពីខ្ញុំដាក់មេតិការួចហើយគឺខ្ញុំចាប់តាមយក shape របស់យើងហ្នឹងទៅគូដើម្បីទៅសេជា content អញ្ចឹងឲ្យធ្វើថាកន្លែងហ្នឹងគ្នាយើងចង់ដាក់អីក៏បានដែរគ្នាយើងចង់ដាក់ធ្វើវាជា content ឬក៏ជាចំណងជើងមេរៀនអីក៏បានអាស្រ័យលើគ្នាយើងទេហើយនេះគឺខ្ញុំដាក់ gradient ទៅលើ shape ហើយនឹងដោះ outline shape ចេញណាតោះមកគឺខ្ញុំប្រើ text box ដើម្បីទៅសេអក្សរខ្ញុំទៅសេកន្លែងនេះខ្ញុំដាក់ content អញ្ចឹងណាតោះមកគឺកន្លែងនេះយើងត្រូវការដាក់ font អក្សរឲ្យរាងធំនេះមកគ្នាយើងជាប្រភេទ font អក្សរដែលរាងដិតណាហើយធំហើយយើងចាប់ផ្ដើមមកដូរពណ៌ចេញយើងដូរវាដាក់ពណ៌សមកទៅពេលដែលយើងដូរដាក់ពណ៌សហើយគឺយើងចាប់ផ្ដើមគ្រប់វាមកយើងគ្រប់វាទាំងអស់មកហើយយើងអាចដាក់ជា shadow ឲ្យវាឃើញស្មើខាងក្រៅវាស្អាតណាអញ្ចឹងចូលមក slide ទី1វិញគឺយើងចាប់ផ្ដើមទម្រាបទៅលើស្លឹកនៃផ្ការបស់យើងហ្នឹងដាក់ឲ្យវាចូលគ្នាទាំងដងគ្នាយើងណាយើងត្រៀបចូលគ្នាឲ្យទៅជាស្លឹកតាមមួយស្លឹកគ្នាយើងអញ្ចឹងយើងត្រៀបវាឲ្យចូលគ្នាតែមួយមកយើងធ្វើបែបហ្នឹងដើម្បីនៅពេលដែលយើងដាក់ transition មុំនឹងមកឲ្យផ្កាហ្នឹងវារីកឲ្យដូចផ្កាហ្នឹងវាមាន animation ហើយវារីកចេញមកអញ្ចឹងណាអញ្ចឹងយើងចាប់ផ្ដើមត្រៀបវាមកនៅពេលដែលយើងត្រៀបវាហើយគឺគ្នាយើងចាប់ផ្ដើម select វាហើយយើងទាញវាទៅចេញពីស្លឹកកិច្ចការរបស់យើងមកត្រង់កន្លែងនេះដែរគឺខ្ញុំចាប់ផ្ដើម select ទៅលើអក្សរយើងទាំង4ហ្នឹងដើម្បីដាក់ animation ណាគ្នាយើងការដាក់ animation នេះគឺខ្ញុំដាក់ឲ្យវាចេញអូតូដោយមិនបាច់ចាំ click ចេញម្ដងមួយអញ្ចឹងយើងចាប់ផ្ដើម select ទៅលើអក្សរហ្នឹងហើយយើងចុចយកពាក្យ whip មកយើង select វាចុច control ហ្នឹង select ទៅលើអក្សរហ្នឹងឲ្យជាប់ទាំងអស់មកហើយយើងយកពាក្យថា with previous អាកន្លែង start ហ្នឹងណាបើគ្នាយើងចុចពាក្យថា click on ហ្នឹងគឺតើតែយើងចុចទៅលើ key បានវាចេញតែបើយើងយក with previous ហ្នឹងគឺវាចេញអូតូហ្មងយើងគ្រាន់តែចុច so slide គឺវាចេញអូតូគ្នាយើង
តមកយើងចុច select control A មកហើយយើងយក transition មកហើយយើងចុច show ទៅគឺបានហើយ transition យើងគឺមុំនឹងឯងពេលយើងចុច show មកជាមួយគ្នាយើងពេលវា show ទៅពេល show ទៅការឈប់យើងចាយហើយអក្សរគឺរត់មកអូតូអញ្ចឹងស្លាយមេរៀនរបស់យើងមានប៉ុណ្ណឹងអរគុណច្រើននេះយើង